មកស្គាល់ពីកម្ពុជាកីឡាករបាល់ទាត់លំដាប់ពិភពលោក3រូបដែលរួមចំណែកផ្សព្វផ្សាយពីប្រាសាទអង្គរវត្តពោពេញដោយស្នាមញញឹមប្រាសាទអង្គរវត្តមានទីតាំងនៅខេត្តសៀមរាបគឺជាសមិទ្ធផលស្ថាបត្យកម្មដ៏អស្ចារ្យបំផុតរបស់កម្ពុជាដែលត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី12ក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី2គឺជាកន្លែងដ៏ស្រស់ផូរផង់គឺជាកន្លែងដ៏សែនមនោរម្យដែលអាចទាក់ចិត្តទាក់កាយទាំងភ្ញៀវទេសចរអន្តរជាតិនិងភ្ញៀវទេសចរជាតិរាប់សែននាក់ក្នុងមួយឆ្នាំឲ្យមកទស្សនាមិនចេះណាយចិត្តផ្លែកជាងរដងថ្ងៃនេះ Export ច្បាច់យកឈ្មោះអតីតកីឡាករលំដាប់ពិភពលោក3រូបដែលបានមកទស្សនានិងថតរូបយ៉ាងស្រស់សុភានៅពីមុខប្រាសាទអង្គរវត្តទី3 David Beckham បច្ចុប្បន្នបុរសវ័យ50ឆ្នាំត្រូវបានគេស្គាល់ថាគឺជាប្រធានក្លឹប Inter Miami ដែលមានតារាឆ្នាំ Lionel Messi កំពុងតែឈរជើងដោយលោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងកាលពីខែមិថុនាឆ្នាំ2015ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការ UNICEF ដែលគោលបំណងចម្បងនៃការទស្សនកិច្ចរបស់ David Beckham គឺដើម្បីជួបនិងលើកកម្ពស់នៃការយល់ដឹងអំពីកុមារដែលបានស៊ូទ្រាំរងនឹងការលំនៅបំពានផ្សេងៗក៏ដូចជាការយកចិត្តទុកដាក់ជាសកលក្នុងការការពារកុមារនិងការគាំទ្រការងាររបស់អង្គការ UNICEF ក្នុងតំបន់ដែលរួមទាំងកម្ពុជារបស់យើងផងដែរហើយនៅក្នុងកំឡុងពេលបំពេញបេសកកម្មមួយនេះអតីតកីឡាករក្លឹបប៊ិចសាច់ក្រហម Manchester United និងក្លឹបស្ដេចស Real Madrid រួមទាំងក្លឹបមួយចំនួនទៀតលោកក៏បានឆ្លៀតទៅទស្សនាប្រាសាទអង្គរវត្តនិងទីតាំងសំខាន់ៗផ្សេងទៀតដែលមានដូចជាប្រាសាទតាព្រហ្មនិងបានចែករំលែកពីបទពិសោធន៍របស់ខ្លួនក្នុងការមកទស្សនាប្រទេសកម្ពុជានៅលើបណ្ដាញសង្គមផងដែរទី2 Ruud van Nistelrooyអតីតកីឡាករក្រុមជម្រើសជាតិហូឡង់ក៏ដូចជាវីរបុរសក្លឹប Real Madrid និងក្លឹបប៊ិចសាច់ក្រហម Manchester United បានមកលេងប្រទេសកម្ពុជាយើងកាលពីខែមេសាឆ្នាំ2018ក្នុងដំណើរទេសចរនៃពានរង្វាន់ UEFA Champions League ដែលត្រូវបានឧបត្ថម្ភដោយ Srabi Heineken ក្នុងដំណើរទស្សនកិច្ចរបស់ Van Nistelrooy លោកបានទៅកាន់អង្គរវត្តនិងជាផ្នែកមួយនៃព្រឹត្តិការណ៍ផ្សព្វផ្សាយនិងការចូលរួមរបស់អ្នកគាំទ្រដែលភ្ជាប់ទៅនឹងដំណើរទេសចរនៃពានរង្វាន់ UEFA Champions League ដែលជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកគាំទ្រនិងទទួលបានបទពិសោធន៍ពីវប្បធម៌ដ៏ល្បីល្បាញនៃប្រាសាទអង្គរវត្តរបស់កម្ពុជាយើងដូចគ្នាទី1 Nacho Fernandez Nacho គឺជាខ្សែការពារដ៏ល្បីល្បាញបំផុតម្នាក់ដែលបានចូលជើងដល់13ឆ្នាំរាប់តាំងពីឈុតយុវជនដល់ឈុតធំនិងបានឈ្នះពានរង្វាន់ UEFA Champions League ដល់ទៅ6សម័យកាលជាមួយនឹងក្លឹប Atletico Real Madrid ហើយបច្ចុប្បន្នកំពុងតែឈរជើងនៅក្នុងលីកអារ៉ាប៊ីសាអូឌីតក៏ធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តរបស់យើងដែរកាលពីខែមិថុនាឆ្នាំ2014ជាមួយនឹងដំណើរកម្សាន្តវិសមការរួមទាំងភរិយា Maria Cortez ថែមទាំងមានការចែករំលែកដោយផ្ទាល់ខ្លួននៅលើគណនី Instagram ផ្លូវការរបស់ Nacho Fernandez ផងដែរជារួមនេះជាកីឡាករលំដាប់ពិភពលោកទាំង3ដែលមាន David Beckham, Ruud van Nistelrooy និង Nacho Fernandez សុទ្ធតែជាបុគ្គលដែលបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅជាមួយនឹងបាល់ទាត់និងសុទ្ធតែបានរួមចំណែកផ្សព្វផ្សាយពីបេតិកភណ្ឌពិភពលោករបស់កម្ពុជាចុះប្រិមិត្តមានដឹងទេថាមានបុគ្គលល្បីៗផ្សេងទៀតណាខ្លះដែលធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តនោះ